តិចដែលសារដំរីវារឹសម្ចាស់វាមិនងាយទទួលយកម្ចាស់ទេបាទអញ្ចឹងម្ចាស់មកមួយដំរីមួយអញ្ចឹងបើសិនជាយើងផ្លាស់ប្ដូរចុះផ្លាស់ប្ដូរឡើងហ្នឹងវាធ្វើឲ្យវាមានបញ្ហាវិញទេអ្នកមើលថែថ្មីថ្មោងទៅមើលថែលាក់គីឬមួយក៏ដំរីផ្សេងអីសម្រាប់ម្ចាស់ផ្សេងថ្មីហ្មងអញ្ចឹងពិបាកដែរបងមើលទៅក្នុងការបង្គាប់វិជាពិបាកខ្ញុំឃើញដំរីនៅក្រៅប្រទេសនោះសិតតែមានជន់មនុស្សជន់អីទៀតតែអានោះយ៉ាងម៉េចឃើញទៅបងមិនតែក្រៅប្រទេសក្នុងប្រទេសយើងក៏មានដែរដំរីជន់មកស្លាប់មកជួបជាមួយនឹងបងប្រុសត្រីស៊ីថេងបាទដែលជាម្ចាស់ដំរីឈ្មោះលាក់គីនៅភ្នំតាម៉ៅនោះបាទដែលបងប្អូនទាំងអស់គ្នាកំពុងតែចង់ដឹងថាតើហេតុអ្វីបានជាបងប្រុសឈប់ពីកន្លែងការងារហើយហេតុអ្វីបានលាក់គីនោះគាត់ព្យាយាមកាក់ម៉ូតូម្ដងហើយម្ដងទៀតដោយសារតែគាត់មិនអស់អាឡ័យឬយ៉ាងណាអញ្ចឹងបងប្អូនចង់ដឹងកាន់តែច្បាស់ពីរឿងលម្អិតយ៉ាងណាមកជួបជាមួយបងប្រុសស៊ីថេងដូចតទៅមូលហេតុអីបានបងឈប់ពីកន្លែងការងារអញ្ចឹងថាតើបងមានបញ្ហាអ្វីនៅទីតាំងនោះឬមួយក៏បងមានរឿងអ្វីដែរបងពាក់ព័ន្ធជាមួយនឹងបញ្ហានៅកន្លែងហ្នឹងធម្មតានេះគ្រប់កន្លែងទាំងអស់គ្មាននរណាមួយចង់ឲ្យចាក់ចែងជាពិសេសគឺសម្រាប់ខ្ញុំបាទព្រោះដោយសារខ្ញុំធ្វើការជាមួយនឹងសត្វព្រៃនេះរយៈពេលចូល30ឆ្នាំហើយបាទ30ឆ្នាំហើយអញ្ចឹងវាជាចំណុចមួយដែលនិយាយចំទៅមិនគួរឃ្លាតមកមិនគួរចាក់ចេញសោះតលតែសោះតែម្ដងដោយសារតែអារម្មណ៍របស់ខ្ញុំមិនថាតាំងពីខ្ញុំមានការងារធ្វើរហូតដល់អត់ការងារធ្វើនេះតាំងពីខ្ញុំមានការអត់ការងារធ្វើខ្ញុំបានមានអារម្មណ៍មួយថាចូលចិត្តស្រឡាញ់ប្រភេទសត្វព្រៃអញ្ចឹងសត្វព្រៃទាំងអស់ខ្ញុំស្រឡាញ់ទាំងអស់ហើយជាពិសេសប្រភេទសត្វដំរីដូចជាសត្វដូចដែលនៅក្នុងវីដេអូហ្នឹងហើយសត្វដំរីហ្នឹងគឺជាសត្វកូនដំរីមួយដែលខ្ញុំចិញ្ចឹមវាតាំងពីនៅតូចអាយុប្រហែលជា6ខែដោយរស់នៅជាមួយខ្ញុំតាំងពីតូចមកបាទតាំង6ខែហើយទៅនេះជាចំណុចមួយដែលដំរីនេះមានអារម្មណ៍ស្រឡាញ់ចូលចិត្តខ្ញុំហើយនិយាយចំទៅកាលពីមុនខ្ញុំជិះម៉ូតូបោះអង្គការពេលអត់តែលឺសូនទឹកម៉ូតូខ្ញុំមកគឺវារត់មក100តែខ្ញុំដូរម៉ូតូដោយសារខ្ញុំគិតថាខ្ញុំចិត្តដល់ថ្ងៃខ្ញុំត្រូវឈប់ខ្ញុំដូរម៉ូតូអីហ្នឹងនៅតែដំរីនៅតែស្គាល់រត់ដែរខ្ញុំស្ដាយមែនតើស្ដាយពេលវេលាស្ដាយកន្លែងដែលខ្ញុំទៅធ្វើនិយាយចំទៅវាមានបញ្ហាខ្លះដែលកើតឡើងនៅក្នុងការងារបើសិនជាគ្មានបញ្ហាកើតឡើងក៏ខ្ញុំមិនមានការឈប់ដែរហើយនិយាយចំបើសិនជាខ្ញុំមិនឈប់ក៏គេត្រូវដកខ្ញុំចេញដែរនឹងនិយាយឲ្យចំអញ្ចឹងហ្មងបាទគេយល់ថាយើងធ្វើការជាមួយគ្នាយូរហើយមានន័យថារយៈពេលកាលពីមុននិយាយចំ30ឆ្នាំខ្ញុំសម្រាប់ខ្ញុំធ្វើនៅក្នុងភ្នំតាម៉ៅហ្មងតែ26ឆ្នាំសម្រាប់ខ្ញុំធ្វើជាមួយនឹងដំរីអញ្ចឹងរយៈពេលហ្នឹងវាយូរដែរអញ្ចឹងជាហេតុមួយដែលគេថាអាចឲ្យខ្ញុំឈប់តាមសម្រួលឬក៏តាមនីតិវិធីនៃការយើងធ្វើតាមឈប់តាមសម្រួលទៅពេលដែលយើងមុជទឹកឲ្យគាត់ម្ដងឬមួយក៏គាត់ពេលញ៉ាំទឹកម្ដងថាយើងពិបាកក្នុងការយកទឹកឲ្យគាត់ឬមួយក៏យើងមានការបូមអីឲ្យគាត់ហ្មងយើងមានធុងដាក់កាលពីមុនក៏តែឥឡូវយើងមានអាងមានអីត្រឹមត្រូវតែកាលពីមុនមានយើងប្រើធុងវាបឺតដាក់មាត់ខ្លួនវាអញ្ចឹងណោះបាទពេលមុតទឹកពេលមុតទឹកយើងយកទៅមុតដែរណាមុតទឹកកាលពីនៅក្មេងនៅទូចខ្ញុំយកទៅលេងនៅបឹងពេលខ្លះខ្ញុំយកទៅលេងនៅក្នុងបឹងក្នុងទឹកពេលខ្លះខ្ញុំងូតទឹកយកបោយយើងលាងងូតឲ្យវាពេលធំឡើងយើងដួសលាងទៅឥឡូវហ្នឹងយើងមានទយោបាញ់ទឹកបាញ់អីតែគាត់ស្ដាប់បានទាំងអស់តើបងនៅពេលដែលយើងចង់ឲ្យគាត់ងូតទឹកចង់ឲ្យគាត់ធ្វើអីចឹងគាត់ស្ដាប់បានបាទទាំងអស់ពេលដែលគាត់ស្រែកទឹកគាត់មានឲ្យយើងដឹងហ៎មែនទេនៅក្នុងក្រុមរបស់យើងមានមានអាងទឹកមានអីបាទហើយសម្រាប់គាត់ញ៉ាំម្ហូបអាហាររបស់គាត់វិញនេះគឺអត់ពិបាកណាបងយើងត្រៀមដាក់នៅទីតាំងមួយចឹងគាត់មកញ៉ាំខ្លួនឯងបាទដំរីអស់ហ្នឹងសតតែជាដំរីជួយសង្គ្រោះមកវាធំពេញវ័យអស់ហើយអញ្ចឹងវាអត់សូវច្បាស់ជាមួយនឹងមកយើងច្បាស់លាស់ម៉ានទេអញ្ចឹងវាអត់សូវមានអារម្មណ៍បែរថាស្និទ្ធស្នាលជាមួយគ្នាជាមួយនឹងម្ចាស់និងជាមួយដំរីនឹងច្បាស់ 100% ទេក៏ប៉ុន្តែបាទដំរីដែលយើងចិញ្ចឹមតាំងពីតូចមកស្នូតបូតដែរល្អអញ្ចឹងបងណាតាំងពីយើងចិញ្ចឹមពីតូចមកគឺយើងដឹងពីចិត្តវាចិត្តវាទាំងអស់វាអត់មានធ្វើអីយើងទេបាទដឹងហើយឲ្យតែដើរវិញបើសិនជាប៉ះជើងយើងវាលើកចេញវិញភ្លាមវាបារម្ភបាទយើងឈឺទៀតបាទ
ឆ្លាតទេបងណាតែខ្ញុំឃើញដំរីនៅក្រៅប្រទេសនោះសិតតែមានជន់មនុស្សជន់អីទៀតតែអានោះយ៉ាងម៉េចឃើញទៅបង មែនតែក្រៅប្រទេសក្នុងប្រទេសយើងក៏មានដែរដំរីជន់មកស្លាប់ អូ ក៏មានដែរយើងធ្លាប់ដឹងហើយក្នុងឆ្នាំដូចជាឆ្នាំប្រហែលនេះមានដំរីមួយឈ្មោះសម្បូរ អូ ដែលជន់ម្ចាស់វាស្លាប់ អញ្ចឹង បាទវាចុះប្រេងខ្លាំងមែនទែនសាហាវមែនទែនហើយមៀតវាធំអាហ្នឹងធំមែនទែនបានយកមកដល់ភ្នំតាម៉ៅដែរកាលហ្នឹងតែគាត់យកមកដល់នេះវាដោយសារសុខភាពវាយ៉ាងម៉េចហើយស្លាប់ទៅវិញ អញ្ចឹងណោះ បាទ ហើយសម្រាប់បងនៅពេលដែលបងដឹងដំណឹងថាមានដំរីជន់មនុស្សជន់អីចឹងបងមានអារម្មណ៍ថាភ័យខ្លាចអីទេ ដំរីដែលយើងស្រឡាញ់ដែលចូលចិត្តយើងធ្លាប់ស្គាល់ដឹងចិត្តគ្នាខ្ញុំអត់មានអារម្មណ៍មួយថាភ័យខ្លាចផងបាទ បើយើងដឹងចិត្តវាណា បាទ មិនថាដំរីមិនថាសត្វមិនថាមនុស្សគឺថាពីម្នាក់គឺមានអត្តចរិតខុសគ្នា បាទ មានអ្នកល្អមានអ្នកអាក្រក់ចឹងបងណា បាទ មិនដូចគ្នាទាំងអស់ទេ បាទ អញ្ចឹងបើសិនជាអ្នកមើលថែថ្មីថ្មោងទៅមើលថែលាក់គីឬមួយក៏ដំរីផ្សេងអីសម្រាប់ម្ចាស់ផ្សេងថ្មីហ្មងអញ្ចឹងពិបាកដែរបងមើលទៅក្នុងការបង្គាប់វិជា ពិបាក5បន្តិចដោយសារដំរីវារឹសម្ចាស់ហ่ะ វាមិនងាយទទួលយកម្ចាស់ទេ បាទ អញ្ចឹងម្ចាស់មកមួយដំរីមួយអញ្ចឹងបើសិនជាយើងផ្លាស់ប្ដូរចុះផ្លាស់ប្ដូរឡើងហ្នឹងវាធ្វើឲ្យវាមានបញ្ហាវិញទេ អញ្ចឹងបងណា បាទហើយតម្រាំដែលខ្ញុំឲ្យម្នាក់ដែលរស់នៅដែលកាន់ឡាគីនឹងបានហ្នឹងខ្ញុំបង្ហាត់បង្រៀនឲ្យគាត់ដើរជាមួយនឹងឡាគីជាមួយខ្ញុំជាមួយអីហ្នឹងរហូតដល់ពេលនេះជាង10ឆ្នាំដែលអាចរស់នៅជាមួយឡាគីបាន ជាង10ឆ្នាំដែរហើយ បាទ ដឹងចិត្តដឹងឆ្លើមដែរ បាទបើសិនជាភ្លាមអញ្ចេះវិញ អត់កើតទេ អត់អាចបដើឡាគីបានទេបាទ ដែរខ្លាចគ្រោះថ្នាក់ឬមួយបញ្ហាស្គាល់ចិត្ត ឡាគីស្លូតក៏តែក្រៅពីបើគ្មានមកគ្មានខ្ញុំគ្មានអូនមួយទៀតហ្នឹងនៅជាមួយវាអត់ស្លូតទេ បាទ បាទ អរគុណច្រើនបងអរគុណច្រើនមែនតើបង